ដំណើរទាំងអស់សូមស្គមមកកាន់ខ្ញុំ Pen Hop on Hop of កន្លែងឈប់បឹងរបស់យើងខ្សែមន្ទីររំលាយពូជសាសន៍ស្ម21ទួលស្លែងដែលជាទីតាំងវត្តសាសន៍ដ៏សំខាន់និងគួរឲ្យសោកសៅបំផុតមួយនៅក្នុងបទកម្ពុជាដើមទុនវាជាសាលាមធីមសិក្សាប៉ុន្តែទៅបានបំលែងជាមណ្ឌលឃុំឃាំងនិងសួរចម្លើយដោយរបបខ្មែរក្រហមក្នុងអំឡុងឆ្នាំ1975ដល់1979ក្នុងអំឡុងពេលនោះបុរសនិងកុមារជាច្រើនពាន់នាក់ទៅបានឃុំឃាំងនៅទីនេះហើយមានតែម្នាក់ប៉ុណ្ណោះដែលអាចរស់រានមានជីវិតសពសារមន្ទីរអ្នករក្សាទុកថតរៀនដើមដែលទៅបានបំលែងជាបន្ទប់ឃុំឃាំងពុំទាំងកែដែលច្រវករូបថតឯកសារនិងសក្ខីកម្មរបស់នករស់រានមានជីវិតការទស្សនាទួលស្លែងអាចជាបទពិសោធន៍ដែលធ្វើឲ្យមានអារម្មណ៍ឈឺចាប់ប៉ុន្តែវាបងយងតំតោវានឹងមានឥទ្ធិពលអំពីជំពូកដ៏ងឹតបំផុតមួយក្នុងប្រវត្តិសាស្ត្រកម្ពុជាវាជាការរំលឹកអំពីសារៈសំខាន់សន្តិភាពសិទ្ធិមនុស្សនិងភាពអត់ធ្មត់របស់ប្រជាជនកម្ពុជា